គឺត្រឹមប្រមាណជា3800លានឆ្នាំមុន700លានឆ្នាំក្រោយការចាប់កំណើតនៃប្រព័ន្ធព្រះអាទិត្យផែនដីរបស់យើងបានចាប់កំណើតឡើងទៅជាភពមួយដែលមានស្នូលនិងដែនម៉ាញេទិកមានព្រះច័ន្ទនិងមានចលនាវិលជុំវិញអប្រកបដោយលំនឹងហើយមានសមុទ្រនិងមានដីគោកក៏ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយភពផែនដីរបស់យើងនេះក៏នៅមិនទាន់ក្លាយជាទីកន្លែងដែលពោពេញទៅដោយជីវិតស្រស់ថ្លាដូចជាពេលបច្ចុប្បន្ននេះនៅឡើយនោះដែរភពផែនដីមានទឹកក៏ប៉ុន្តែដើម្បីអាចឲ្យជីវិតសពសារពើរួមទាំងជីវិតរបស់មនុស្សយើងផងអាចរស់នៅបានគេត្រូវការនូវលក្ខខណ្ឌដ៏ចាំបាច់មួយចំនួនផ្សេងទៀតជាពិសេសគឺត្រូវការបរិយាកាសដែលសម្បូរទៅដោយអុកស៊ីហ្សែននៅក្នុងបរិយាកាសនៃភពផែនដីកាលពីដំបូងឡើយនោះគឺមានពោពេញទៅដោយឧស្ម័នកាបូនិកនីត្រូហ្សែននិងមេតានចំណែកឯអុកស៊ីហ្សែនវិញគឺមានតិចតួចតែប៉ុណ្ណោះហើយដូច្នេះហើយបានជាវិបាកនឹងធ្វើឲ្យជីវិតអាចចាប់កំណើតនិងរីកលូតលាស់ឡើងបានជីវិតមិនអាចចាប់កំណើតបាននៅលើដីនិងនៅក្នុងបរិយាកាសក៏ប៉ុន្តែនៅឯក្រោមផ្ទៃសមុទ្រឯនោះវិញវាគឺជារឿងផ្សេងនៅក្នុងទឹកសមុទ្រសារធាតុសាមញ្ញមួយចំនួនរួមមានអ៊ីត្រូហ្សែនដែលជាសារធាតុដើមកើតក្រោយពី Big Bang បូករួមជាមួយនឹងសារធាតុផ្សេងទៀតដែលកើតចេញពីផ្កាយរួមមានដូចជាអុកស៊ីហ្សែនកាបូននិងនីត្រូហ្សែនព្រមទាំងសារធាតុខ្លះទៀតដែលធ្លាក់មកលើភពផែនដីជាមួយនឹងអផ្កាយបានប្រមូលផ្ដុំគ្នាបង្កើតទៅជាធាតុផ្សំដ៏សំខាន់សម្រាប់ការកកើតនៃជីវិតហើយជីវិតដែលចាប់ផ្ដើមឡើងជាដំបូងនៅពេលនោះវាមិនមែនជាជីវិតនៅក្នុងទម្រង់សញ្ញាំដូចជាមនុស្សសត្វឬរុក្ខជាតិនោះទេក៏ប៉ុន្តែផ្ទុយទៅវិញវាគឺជាប្រភេទជីវិតនៅក្នុងទម្រង់ដ៏សាមញ្ញដែលមានកោសិកាទោលគឺប្រភេទបាក់តេរីនៅក្នុងចំណោមបាក់តេរីទាំងអស់នោះមានបាក់តេរីមួយប្រភេទរស់នៅដោយប្រើពន្លឺព្រះអាទិត្យដើម្បីស្រូបយកឧស្ម័នកាបូនិកទៅបំផ្លែងជាសារធាតុគីមីដើម្បីចិញ្ចឹមជីវិតនៅក្នុងយន្តការមួយដែលគេឲ្យឈ្មោះថារស្មីសង្យោគនៅក្នុងយន្តការរស្មីសង្យោគនេះវាបញ្ចេញមកវិញនូវការសំណល់ដ៏សំខាន់មួយហើយដែលដើរតួនាទីដ៏ចម្បងនៅក្នុងដំណើរវិវត្តនៃភពផែនដីនោះគឺអុកស៊ីហ្សែនសារធាតុអុកស៊ីហ្សែនដែលជាកាកសំណល់បញ្ចេញពីរស្មីសង្យោគដោយបាក់តេរីនេះត្រូវរីកសាយភាយនៅក្នុងទឹកសមុទ្រជាដំបូងហើយទឹកសមុទ្រនៅពេលនោះគឺមានពេញទៅដោយអាតូមនៃសារធាតុដែកហើយពេលដែលសារធាតុដែកនេះជួបនឹងអុកស៊ីហ្សែនវាបង្កើតទៅជាដែកអុកស៊ីតគឺច្រេះដែកដែលធ្លាក់ចុះទៅប្រមូលផ្ដុំគ្នានៅឯបាតសមុទ្រហើយដែលនៅក្នុងរយៈពេលរាប់ពាន់លានឆ្នាំក្រោយមកទៀតវាបានคล้ายទៅជារ៉ែដែកដែលមនុស្សជាតិយើងទាញយកមកធ្វើជាសារធាតុដ៏ចម្បងមួយសម្រាប់ផលិតឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មរហូតមកទល់នឹងពេលបច្ចុប្បន្ននេះក្រោយមកទៀតនៅពេលដែលអាតូមដែកនៅក្នុងទឹកសមុទ្រមានកាន់តែតិចទៅបរិមាណអុកស៊ីហ្សែនដែលបញ្ចេញពីរស្មីសង្យោគដោយបាក់តេរីនៅក្នុងទឹកសមុទ្រមានកាន់តែច្រើនលើសលប់ក៏ត្រូវបំភាយពីទឹកសមុទ្រចេញទៅក្នុងបរិយាកាសបន្តិចម្ដងនៅក្នុងរយៈពេលប្រមាណជា2000លានឆ្នាំក្រោយមកទៀតទឹកសមុទ្រព្រមទាំងខ្យល់នៅក្នុងបរិយាកាសនៃភពផែនដីរបស់យើងក៏ត្រូវគ្របដណ្ដប់ទៅដោយអុកស៊ីហ្សែនម៉ូលេគុលអុកស៊ីហ្សែននៅក្នុងខ្យល់នេះវាបានធ្វើឲ្យផ្ទៃមេឃរបស់យើងត្រូវប្រែពណ៌ទៅជាពណ៌ខៀវហើយដូចគ្នាដែរចំពោះផ្ទៃសមុទ្រដែលទទួលពន្លឺពីបរិយាកាសកាលពី750លានឆ្នាំមុនដីគោកនៅលើភពផែនដីរបស់យើងប្រមូលផ្ដុំគ្នានៅកន្លែងតែមួយបង្កើតទៅជាទ្វីបដ៏ធំទៅមួយគត់ដែលគេឲ្យឈ្មោះថាមហាទ្វីបរ៉ូឌីញ៉ាក៏ប៉ុន្តែនៅពេលមួយឥទ្ធិពលនៃកម្លាំងដែលចេញពីកម្ដៅនៃស្នូលរបស់ផែនដីរបស់យើងបានធ្វើឲ្យមហាទ្វីបនេះត្រូវប្រេះបែកចេញពីគ្នាបន្តិចម្ដងមួយឆ្នាំ2-3សង់ទីម៉ែត្រមួយឆ្នាំ2-3សង់ទីម៉ែត្ររហូតបង្កើតទៅជាទ្វីបតូចដែលចេញពីគ្នាការប្រេះបែកមហាទ្វីបរ៉ូឌីញ៉ានេះបានបង្កើតឲ្យមានហេតុការណ៍ដ៏សំខាន់ចំនួន2ដែលនាំមកនូវការប្រែប្រួលដ៏ធំមួយដល់ភពផែនដីរបស់យើងទាំងមូលចលនានៃផ្លាកតិកតូនិកដែលនាំឲ្យប្រេះបែកមហាទ្វីបរ៉ូឌីញ៉ានេះបានបង្កឲ្យមាននូវហេតុការណ៍ផ្ទុះភ្នំភ្លើងនៅគ្រប់ទីកន្លែងនៅទូទាំងភពផែនដីទាំងមូលហើយការផ្ទុះភ្នំភ្លើងនេះបានបញ្ចេញនូវឧស្ម័នកាបូនិកយ៉ាងច្រើនទៅក្នុងបរិយាកាសនៅក្នុងបរិយាកាសនោះឧស្ម័នកាបូនិកលាយឡំជាមួយនឹងចំហាយទឹកបង្កើតទៅជាភ្លៀងអាស៊ីតធ្លាក់ចុះមកលើផ្ទៃដីវិញតាមធម្មតានៅពេលដែលភ្លៀងអាស៊ីតនេះធ្លាក់ចុះមកដល់ដីវាអាចហួតហើយបញ្ចេញឧស្ម័នកាបូនិកឲ្យត្រឡប់ទៅក្នុងបរិយាកាសវិញក៏ប៉ុន្តែការប្រេះបែកមហាទ្វីបរ៉ូឌីញ៉ា
បានធ្វើឲ្យដុំថ្មជាច្រើនដែលកាលពីមុនកប់នៅក្រោមដីត្រូវចេញមកខាងក្រៅហើយនៅពេលដែលភ្លៀងអាស៊ីតធ្លាក់មកលើដីប៉ះនឹងថ្មទាំងនេះក៏ស្រូបយកទឹកភ្លៀងបូករួមទាំងឧស្ម័នកាបូនិកដែលនៅក្នុងនោះផងមិនឲ្យភាយចេញទៅក្នុងបរិយាកាសវិញភ្លៀងចេះតែបន្តធ្លាក់ហើយថ្មក៏ចេះតែបន្តស្រូបយកបន្តិចម្ដងបរិមាណនៃឧស្ម័នកាបូនិកនៅក្នុងបរិយាកាសក៏មានកាន់តែតិចតួតាមនោះដែរឧស្ម័នកាបូនិកគឺជាប្រភេទឧស្ម័នផ្ទះកញ្ចក់ដែលមានតួនាទីដ៏សំខាន់នៅក្នុងការទប់ពន្លឺនិងកម្ដៅពីព្រះអាទិត្យឲ្យស្ថិតនៅក្នុងបរិយាកាសហើយរក្សាកម្ដៅឲ្យស្ថិតថេរនៅលើភពផែនដីរបស់យើងដូច្នេះនៅពេលដែលឧស្ម័នកាបូនិកនៅក្នុងបរិយាកាសមានកាន់តែតិចទៅសីតុណ្ហភាពទូទៅនៅលើភពផែនដីរបស់យើងក៏ត្រូវធ្លាក់ចុះត្រជាក់ទៅតាមនោះផងដែរនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានពាន់ឆ្នាំសីតុណ្ហភាពមធ្យមនៅលើភពផែនដីទាំងមូលបានធ្លាក់ចុះរហូតដល់ទៅដក50អង្សាហើយតំបន់ទឹកកកក៏ចាប់ផ្ដើមរីកសាយភាយចេញពីតំបន់ប៉ូលទាំងពីរសម្ដៅទៅកាន់តំបន់ Equator នៅពេលដែលតំបន់ទឹកកកលាតសន្ធឹងកាន់តែធំវាធ្វើឲ្យពន្លឺព្រះអាទិត្យត្រូវចាំងផ្លាតចេញពីភពផែនដីកាន់តែខ្លាំងហើយអាកាសធាតុក៏រឹតតែធ្លាក់ចុះត្រជាក់ខ្លាំងឡើងថែមទៀតបង្កើតឲ្យមានទឹកកកកាន់តែច្រើនឡើងរហូតដល់ពេលមួយផ្ទាំងទឹកកកក៏បានរីកសាយភាយទៅដល់គ្រប់ទីកន្លែងទាំងអស់រហូតត្រូវគ្របដណ្ដប់នៅពាសពេញភពផែនដីទាំងមូលនៅពេលនោះភពផែនដីរបស់យើងដែលកាលពីពេលទើបនឹងកកើតឡើងដំបូងគឺជាភពនៃសមុទ្រភ្លើងក៏ត្រូវប្រែក្លាយទៅជាភពនៃសមុទ្រទឹកកកដែលគេច្រើនហៅតាមភាសាអង់គ្លេសថា Snowball Earth ហើយយុគសម័យទឹកកកនោះវាបានអូសបន្លាយពេលយ៉ាងយូរគឺយូររហូតដល់ទៅរាប់សិបលានឆ្នាំឯណោះ